ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាកម្លាំងសមត្ថកិច្ចដែលបានចុះមកដល់ទីតាំងក្រុងបាវិតខេត្តស្វាយរៀងនិងបានធ្វើការបង្ក្រាបទីតាំងកាស៊ីណូអនឡាញមួយកន្លែងធ្វើការឃាត់ខ្លួនបានជនជាតិចិនជាច្រើនអ្នកក្នុងនោះមានជនជាតិចិនជនជាតិវៀតណាមនិងជនជាតិឥណ្ឌូនេស៊ីផងដែរហើយតាមការពិនិត្យនិងមើលឃើញរបស់ខ្ញុំបាទគឺមានរថយន្តក្រុងចំនួន8គ្រឿងនៅយប់ថ្ងៃទី24ខែមេសាឆ្នាំ2025នេះបានចូលមកដឹកជនជាតិបរទេសទាំងនោះមានរថយន្តក្រុង8គ្រឿងហើយបើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលនៅទីតាំងក្បែរនេះគាត់បានប្រាប់ថាការពីពេលថ្ងៃនេះគឺបានរថយន្តក្រុង2គ្រឿងទៅហើយដែលបានដឹកជនបរទេសទៅហើយនៅយប់នេះគឺបានដឹកចូលមក8គ្រឿងទៀតដែលបានដឹកជនបរទេសទៅនឹងហើយបើតាមបុគ្គលិកខ្មែរដែលធ្វើការនៅទីតាំងខាងលើនេះគឺជាគាត់បានប្រាប់ថាអាគារខាងលើនេះគឺជាអាគារកាស៊ីណូអនឡាញដែលមានជនជាតិចិនជនជាតិឥណ្ឌូនេស៊ីជនជាតិវៀតណាមដែលធ្វើការនៅទីនេះហើយមានខ្មែរផងដែរតែសមត្ថកិច្ចមិនបានឃាត់នៅបុគ្គលិករបស់ខ្មែរដែលធ្វើការនៅទីតាំងខាងលើនេះទេប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺថ្ងៃស្អែកគឺជាថ្ងៃ25ខែមេសាឆ្នាំ2025ហ្នឹងគឺបុគ្គលិកខ្មែរដែលធ្វើការនៅអាគារអនឡាញខាងលើគឺជាថ្ងៃដែលគាត់បើកប្រាក់ខែប៉ុន្តែគាត់នៅថ្ងៃទី24នេះត្រូវបានសមត្ថកិច្ចគាត់បានបង្ក្រាបទីតាំងខាងលើនេះទៅហើយគាត់បញ្ជាក់ថាសូម្បីតែថ្ងៃចូលឆ្នាំហ្នឹងក៏គាត់អត់បានសម្រាប់ដែរគាត់ធ្វើការរហូតហើយគាត់សង្ឃឹមតែបានប្រាក់ខែនេះទៅដោះស្រាយជីវភាពប៉ុន្តែមកដល់ពេលនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបាត់ទៅហើយយើងឃើញមានជនជាតិបរទេសជាច្រើនមានរថយន្តក្រុងដឹកពេលយប់នេះគឺរហូតដល់ទៅ8គ្រឿងដែលដឹកជនបរទេសហើយ2គ្រឿងដឹកនៅពេលថ្ងៃផងដែរ